ជាដំបូងខ្ញុំសូមចូលរួមរំលែកទុក្ខទៅដល់គ្រួសារសពនៃជនរងគ្រោះថ្នាក់ការងារនៅក្នុងប្រទេសកូរ៉េផងដែរថ្ងៃនេះខ្ញុំមានគំនិតឬក៏យោបល់ខ្លះជាបទពិសោធន៍នៅក្នុងការធ្វើការងារនៅក្នុងប្រទេសកូរ៉េចំណុចទី1ដែលខ្ញុំចង់ចែកម្លែកនោះគឺការបដោតអារម្មណ៍គឺការយកចិត្តទុកដាក់នឹងការងារណាគឺសំខាន់មែនទែនបងប្អូនទាំងអស់គ្នាបើសិនបើការងារយើងមិនធ្វើនឹងម៉ាស៊ីនមិនសូវមានគ្រោះថ្នាក់អីអានឹងវាមិនជាបញ្ហាអីទេប៉ុន្តែបើសិនបើយើងការងារដែលយើងធ្វើនោះប្រឈមនឹងគ្រោះថ្នាក់ខ្ពស់អញ្ចឹងវាទាមទារឲ្យយើងមានការប្រុងប្រយ័ត្នចំណុចទី2ដែលខ្ញុំចង់ចែកម្លែកដែរនោះគឺការយកចិត្តទុកដាក់នឹងការងារការយកចិត្តទុកដាក់នឹងការងារគឺវាស្មើនឹងការយើងគ្រប់គ្រងខ្លួនឯងបានគេធ្វើអីគេបរៀនអីយើងត្រូវយកចិត្តទុកដាក់យើងត្រូវសង្កេតយើងត្រូវពិនិត្យមើលជាប្រចាំជាទៀងទាត់តែម្ដងនោះវាធ្វើឲ្យវាធ្វើឲ្យយើងកាត់បន្ថយនៃហានិភ័យនៃគ្រោះថ្នាក់ការងារហ្នឹងក៏បានច្រើនផងដែរហើយមួយចំណុចទៀតគឺការយើងរស់នៅក្នុងប្រទេសកូរ៉េគឺយើងត្រូវហូបឲ្យបានគ្រប់គ្រាន់គេងឲ្យបានគ្រប់គ្រាន់សម្រាប់ឲ្យបានគ្រប់គ្រាន់អានឹងក៏ជាផ្នែកមួយដែរកាលណាដែលយើងគេងអត់គ្រប់គ្រាន់យើងហូបអត់បានគ្រប់គ្រាន់ក៏វាធ្វើឲ្យយើង stress ក៏វាធ្វើឲ្យយើងអត់មានការផ្ចង់អារម្មណ៍បានល្អផងដែរអានឹងក៏សំខាន់ផងដែរចំណុចមួយទៀតហ្នឹងគឺហៅ stress ឬក៏ពិបាកចិត្តឬក៏ពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្តនឹងឯងអញ្ចឹងភាគច្រើនមិនថាគេមិនថាខ្ញុំទេកាលណាដែលមានសម្ពាធច្រើនកាលណាដែលមានបញ្ហាច្រើនប្រមូលផ្ដុំមកហើយយើងអត់មានដំណោះស្រាយអីទេនោះគាត់នឹងយើង stress យើងធ្វើការងារក៏បានអញ្ចឹងក៏វាជាកត្តាមួយដែលបណ្ដាលឲ្យយើងទៅធ្វើការងារប្រឈមនឹងហានិភ័យនៃគ្រោះថ្នាក់ការងារផងដែរចំណុចនេះសំខាន់ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាដែលទៅនឹងឡើងមកធ្វើការនៅកូរ៉េថ្មីហ្នឹងណាគឺប្រកាន់ភ្ជាប់ជានិច្ចនោះគឺការប្រុងប្រយ័ត្នមិនត្រូវធ្វេសប្រហែសជាដាច់ខាតណាកាលណាដែលយើងប្រុងប្រយ័ត្នគឺវានាំឲ្យយើងមានសុវត្ថិភាពពុចេតនារបស់យើងមកធ្វើការនៅក្នុងប្រទេសកូរ៉េនេះចង់បានតែប្រាក់និងបំពេញក្តីសម័យរបស់ខ្លួនទេអញ្ចឹងយ៉ាងណាខ្ញុំជឿជាក់និងសង្ឃឹមថាគ្នាយើងទាំងអស់ទាំងអ្នកចាស់ទាំងថ្មីហ្នឹងណាទទួលបានសុខសុវត្ថិភាពនៅក្នុងការបំពេញការងារទាំងអស់គ្នាណាបាទសូមអរគុណ